Hello Hello ស្ដីអរនេះនៅថ្ងៃនេះដែរយើងមកធ្វើការដឹងជាមួយនឹងតួអង្គយីទៅបរិសុទ្ធសង្ហាប្រចាំរឿង One Piece ចំនួន5នាក់ឬក៏ដូចជាមកឌីក្បាលពួកគាត់ផងដែរកុំឲ្យខាតពេលយូរតឥឡូវអ្នកនរគ្នាមកតប៉ាជាមួយខ្ញុំទាំងអស់គ្នាតោះយើងចូលវីដេអូរបស់យើងទាំងអស់នេះតើមួយណាគឺជា Top 1 ហើយអាណាគេគឺជា Top លេខ5តោះ Let's go ហេផ្លេច5អ្នកនរគ្នាកុំភ្លេចណាជួយ Subscribe ខ្ញុំម្នាក់មួយផងTop លេខ1ខ្ញុំឲ្យទៅកាន់ Luffy ក៏ដូចជា idol អ្នកនរគ្នាផងដែរហើយរួមទាំង idol ខ្ញុំផងដែរប៉ែ Luffy នេះតប៉ែតែល្អមើលជារួមទៅលើទេប៉ុន្តែខ្លាំងដល់ក៏យើងទៅមករឿង One Piece វាលីលើកគេហើយក៏ខ្លាំងជាងគេផងដែរហើយតួឯទៀតហើយមានខ្សែធំទៀតហើយបានស៊ីផ្លែឈើដែលខ្លាំងជាងគេទេយើងរួមតែប៉ែនេះគឺវាដបីមកកូនអ្នកនិពន្ធណាចូលដល់ Top លេខ2នោះគឺជា Ranoa Zoro និយាយតែក្បាលប៉បៃតងនេះល្បីខ្លាំងមែនតែល្បីទាំងស្រុកខ្មែរទៀតនៅក្នុងស្រុកខ្មែរគេនិយមហៅគាត់គឺអាក្បាលខៀវប៉ុណ្ណឹងមិនតន់អស់ហៅគាត់អាក្មេងស្ទៀវទៅយកទៅក្មេងស្ទៀវប្រចាំក្រុម Luffy គាត់នឹងឯងសង្ហាក៏សង្ហាខ្លាំងក៏ខ្លាំងក៏ប៉ុន្តែភ្នែកមួយដើមវិញផ្លូវទៀតជាប់ហ្មងអាប៉ែហ្នឹងប៉ុណ្ណឹងមិនតន់អស់ទេឲ្យភ្នែកម្ខាងទៀតយកទៅគឺចប់បដ ாய் ក៏ប៉ុន្តែគាត់គឺជា King of Swordsman ណានិយាយទៅគឺស្ដេចនៃប្រាដាវហើយមានខឹងក្រឺហាគីទៀតខុនក្រឺហាគីនិយាយរួមទៅ Zoro គឺ perfect គ្រប់សពហ្មងអត់មួយយ៉ាងនោះគឺមិនចេះស្រឡាញ់គេម្នាក់ដូចអ្នកកំពុងតែមើលនិយាយទៅមកឡើយយើងដល់ច្រឡំចូលដល់លេខ3ដែលដៃគូដៃកង់របស់ Zoro គឺអាក្បាលពណ៌ក្រហមសានជីក្បាលពណ៌លឿងបើសិនបើពីណាគេបានអាប៉ែនឹងធ្វើប្តីវិញនិយាយរួមទៅគឺកប់សេរីមកមហូបក៏ចេះធ្វើខ្លាំងក៏ចេះខ្លាំងហើយប្រកែថ្នមតិចក៏ប៉ុន្តែសាវ៉ាបន្តិចអ៊ីច្រឡំមែនសាវ៉ាតិចទេតែអានេះសាវ៉ាខ្លាំងមកទៅឲ្យតែមានស្រីគឺស្មោះគ្រប់ទាំងអស់ហ្មងសានជីគឺបរោះដែលស្មោះគ្រប់ស្រីក៏ប៉ុន្តែអីទេអាចទទួលយកបានអាសក់បាប៉លីនេះមិនសិនអ្នកនេះចូលចិត្តកុំភ្លេចដាក់រ៉េតគាត់ផងថាអាប៉ែហ្នឹងចប់លេខរ៉េតមិនមែនស្មោះណាអាប៉ែហ្នឹងស្មោះខ្លាំងណាហើយស្មោះគ្រប់ស្រីមកមកឥឡូវយើងដល់ Top លេខ4ហើយគឺជាអាប៉ែឡកុំច្រឡំថាឡដុតនំប៉័ងណាមិនមែននេះឡដុត hamburger មែន hamburger គឺ pizza និយាយលេងនេះអាប៉ែនេះយកទៅគឺអស្ចារ្យខ្លាំងតែមែនតែន IQ គាត់ពោះព្រោះគាត់ជាដុកទ័រហើយក៏ជាពេទ្យនឹងឯងនិយាយទៅមកក្នុងរឿង One Piece តែគាត់នឹងគឺអស្ចារ្យជាងគេបាត់ហើយអាក្នុងអាក្បាច់គុណប្រើដាវប្រើអីហ្នឹងគឺអស្ចារ្យខ្លាំងតែមែនតែក៏ប៉ុន្តែគាត់មិនសូវខ្លាំងតែគ្រាន់តែលយនិយាយទៅលយហើយមាន IQ ខ្ពស់ព្រោះគាត់សង្ហាពីណាគេបានធ្វើប្តីគឺគាត់ free ហ្មងមកឥឡូវដល់ Top លេខ5ហើយ Top លេខ5នោះគឺជាបងប្អូនជីដូនមួយរបស់ Luffy គឺ Sabo ប្រូប្រើភ្លើងមិនចេះរលាកដៃនឹងឯងសង្ហាក៏សង្ហាខ្លាំងក៏ខ្លាំងនិយាយទៅអស្ចារ្យមែនតែ Sabo ហ្នឹងនិយាយរំតែអាប៉ែ Sabo នេះល្អគ្រប់ដល់អញ្ចឹងរកកន្លែងឌីក្បាលមិនឃើញមកដូចជា Luffy Zoro Sanji មានកន្លែងតោះខ្លះបាទប៉ែនេះគឺ perfect all ហ្មងអាប៉ែ Sabo នោះមានកន្លែងឌីដោយសារតែអាប៉ែនេះវា perfect អញ្ចឹងខ្ញុំឲ្យ10លើ10ហ្មងអាប៉ែហ្នឹងតែវាមិនសូវសង្ហាដល់ប្រហែលអ្នកមុនវាសង្ហា Hello សួស្តីអ្នកនាងនៅពេលនេះដែរយើងធ្វើការបញ្ចប់វីដេអូរបស់យើងទៅហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងពី Top 1ដល់ Top 5ជាចុងក្រោយសម្រាប់បងណាដែលមកថ្មីឬក៏អ្នកស្រឡាញ់ហ្គេមម្នាក់កុំភ្លេចណាជួយចុច Subscribe ខ្ញុំម្នាក់មួយផង Let's go bye bye ជួបគ្នាវីដេអូក្រោយ